ជំរាបសួរបងប្អូនទាំងអស់គ្នាចាតើបងប្អូនណាខ្លះដែរពិបាកចិត្តនៅក្នុងការរកនឹកមុខម្ហូបប្រចាំថ្ងៃអញ្ចឹងសម្រាប់នាងខ្ញុំគឺឆាស្ងោរឬក៏សម្លម្ជូរហ្នឹងគឺធ្វើញឹកញាប់មែនទែនអញ្ចឹងថ្ងៃនេះនាងខ្ញុំចង់ធ្វើមុខម្ហូបឲ្យប្លែកបន្តិចគឺជាម្ហូបគោកទេបងប្អូនហើយនាងខ្ញុំធ្វើជាមួយនឹងត្រីចំហុយជ្រលក់ជាមួយនឹងទឹកត្រីអំពិលទុំហើយនាងខ្ញុំក៏ចង់ចែករំលែកវិធីនៅក្នុងការធ្វើទឹកត្រីអំពិលទុំរបស់នាងខ្ញុំធ្លាប់ធ្វើទៅគឺញ៉ាំឆ្ងាញ់មែនទែនអញ្ចឹងនាងខ្ញុំចង់មកសាកចែករំលែកជូនបងប្អូនហើយទឹកត្រីអំពិលទុំនាងខ្ញុំគឺរៀងប្លែកបន្តិចដែរសម្រាប់ត្រីដែលនាងខ្ញុំជ្រើសរើសយកមកចំហុយថ្ងៃនេះនាងខ្ញុំប្រើជាមួយនឹងត្រីឌៀបហើយនាងខ្ញុំទិញយកតែផ្នែកខ្លួនណាក្បាលគឺនាងខ្ញុំអត់យកទេហើយមួយក្បាលនេះមិនជាធំប្រហែលទេបងប្អូនគឺទូចល្មមដែរទេហើយនាងខ្ញុំទិញប៉ុណ្ណឹងគឺតម្លៃអស់តែ9,000រៀលទេគឺញ៉ាំបានមកផ្ទះតែម្ដងហើយត្រីឌៀបនេះគឺនាងខ្ញុំបានលាងសម្អាតទឹករួចរាល់ហើយអញ្ចឹងមុននឹងយកទៅចំហុយហ្នឹងគឺនាងខ្ញុំប្រឡាក់ជាមួយនឹងគ្រឿងបន្តិចសិនដើម្បីឲ្យសាច់ត្រីរបស់យើងចំហុយទៅគឺវាមានជាតិណាអញ្ចឹងគ្រឿងនេះខ្ញុំដាក់ជាមួយនឹងទឹកត្រីចាប្រេងខ្យងម្សៅស៊ុបរ៉ូឌីហើយនឹងស្ករសបន្តិចទេគឺយើងដាក់គ្រឿងតិចៗដើម្បីឲ្យសាច់របស់យើងហ្នឹងគឺមានជាតិហើយនេះខ្ញុំក៏ផ្អាប់វាទុកប្រហែលជា15នាទីទើបយកវាមករៀបដាក់ចំហុយនៅក្នុងចានបែបនេះចាសម្រាប់គ្រឿងកាត់ឆ្អាបសម្រាប់ចំហុយនេះខ្ញុំប្រើជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនឹងខ្ទឹមសហើយបងប្អូនចង់បន្ថែមរំដេងក៏បានដែរប៉ុន្តែនេះខ្ញុំអត់បានដាក់ទេហើយបើសិនជាគ្រឿងទាំងអស់នេះបងប្អូនចង់ចំហុយយកចូលទៅក្នុងពោះត្រីក៏បានដែរប៉ុន្តែនេះខ្ញុំអត់បានយកចូលទេនេះខ្ញុំដាក់ពីក្រោមក្រាលដាក់ត្រីពីលើតែម្ដងហើយនៅពេលដែលរៀបចំគ្រឿងរួចរាល់ហើយហ្នឹងនេះខ្ញុំចាក់ដាំទឹកឲ្យពុះសិនទើបខ្ញុំយកត្រីហ្នឹងយកទៅចំហុយហើយការចំហុយត្រីនេះមិនជាចំណាយពេលអីយូរទេបងប្អូនគឺត្រីវាឆាប់ឆ្អិនដែរទេចានេះខ្ញុំចំហុយរយៈពេលប្រហែលតែ20នាទីគឺសាច់ត្រីនេះគឺបានឆ្អិនល្អមែនទែនចាដំបូងគឺនេះខ្ញុំដាក់ខ្ទះឲ្យក្តៅបន្តិចចាក់ប្រេងឆាចូលហើយសម្រាប់ប្រេងឆានេះគឺនេះខ្ញុំអត់សូវជាដាក់ច្រើនទេកាលណាដាក់ច្រើនពេកធ្វើឲ្យទឹកជ្រលក់របស់យើងនឹងគឺវារងើមខ្លាញ់ច្រើនអាចញ៉ាំទៅឆាប់នឹងតលាន់អញ្ចឹងនេះខ្ញុំដាក់ប្រេងឆាតែបន្តិចទេហើយសម្រាប់ខ្ទឹមសនិងខ្ទឹមក្រហមគឺនេះខ្ញុំដាក់ខ្ទឹមក្រហមចូលមុនហើយនេះខ្ញុំរំលីងខ្ទឹមក្រហមហ្នឹងឲ្យឡើងក្លិនឈ្ងុយបន្តិចសិនទើបនេះខ្ញុំដាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំចូលហើយធ្វើការកកូរខ្ទឹមទាំងពីរមុខហ្នឹងឲ្យវាឡើងឈ្ងុយនិងឡើងពណ៌ក្រហមបន្តិចសិនពេលដែលខ្ទឹមឡើងក្លិនឈ្ងុយហើយនេះខ្ញុំដាក់ជាមួយនឹងស្ករត្នោត1ស្លាបព្រាពេញដោយសារតែទឹកជ្រលក់នេះគឺយើងត្រូវការរសជាតិចាជូរអែមរៀងដិតបន្តិចទៅជ្រលក់ជាមួយនឹងបន្លែជាមួយនឹងត្រីទៅគឺវាចាប់ជាតិគ្នាបានល្អអញ្ចឹងនេះខ្ញុំដាក់ជាមួយនឹងស្ករត្នោតហើយកកូរស្ករជាមួយនឹងភ្លើងតិចតិចកកូររហូតដល់តែស្កររបស់យើងឡើងក្លិនឈ្ងុយនិងឡើងពណ៌ក្រហមស្អាតណាចាប់ពេលកកូរឡើងក្លិនឈ្ងុយហើយនេះខ្ញុំដាក់ជាមួយនឹងទឹកត្រីចូលចាគ្រាន់តែចាក់ទឹកត្រីចូលភ្លាមទឹកជ្រលក់របស់យើងគឺជាក្លិនឈ្ងុយតែម្ដងហើយបន្តមកទៀតហ្នឹងគឺនេះខ្ញុំដាក់ជាមួយនឹងអំបិលនេះខ្ញុំដាក់បន្តិចទេដើម្បីឲ្យទឹកត្រីរបស់យើងនេះគឺមានរសជាតិដិតហើយបន្ថែមជាមួយនឹងម្សៅស៊ុបហើយនេះខ្ញុំដាក់ជាមួយនឹងទឹកអំពិលទុំចូលចឹងទឹកអំពិលទុំបងប្អូនដាក់ចូលមកល្មមសិនពីព្រោះជៀសវាងខ្លាចជូរជ្រុលហើយបងប្អូនអាចភ្លក់មើលយើងអាចថែមថយគ្រឿងតាមក្រោយបានចាហើយនេះខ្ញុំបន្ថែមទឹកធម្មតាចូលបន្តិចដោយសារតែយើងត្រូវដាក់សណ្តែកដីចូលអាចពេលដែលទឹកជ្រលក់របស់យើងត្រជាក់ទៅធ្វើឲ្យទឹកជ្រលក់របស់យើងខាប់ពេកអញ្ចឹងនេះខ្ញុំបន្ថែមទឹកធម្មតាចូលបន្តិចហើយចាក់សណ្តែកដីចូលហើយម្ទេសគឺបងប្អូនដាក់តាមចំណូលចិត្តទេដាក់ក៏បានមិនដាក់ក៏បានដែរអញ្ចឹងនៅពេលដែលដាក់សណ្តែកដីចូលហើយនេះខ្ញុំទុកទឹកត្រីយើងឲ្យបានពុះល្អហើយភ្លក់មើលបើសិនជាល្មមហើយគឺនេះខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមគឺបិទភ្លើងតែម្ដងអញ្ចឹងទឹកជ្រលក់នេះគឺបានឆ្អិនរួចរាល់ហើយ
ចាសម្រាប់ក្បួនធ្វើទឹកជ្រលក់នេះគឺជាវិធីប្រចាំគ្រួសាររបស់នាងខ្ញុំទេហើយបងប្អូនប្រហែលជារៀងប្លែកបន្តិចដែរដោយសារតែទឹកជ្រលក់នេះគឺនាងខ្ញុំបន្ថែមជាមួយនឹងសណ្តែកដីហើយនាងខ្ញុំធ្លាប់សាកល្បងធ្វើដោយសារតែវាមានរសជាតិឆ្ងាញ់តែនាងខ្ញុំចង់មកចែករំលែកជាមួយនឹងបងប្អូនចាឲ្យទឹកជ្រលក់នេះគឺយើងអាចញ៉ាំជាមួយនឹងត្រីបានច្រើនប្រភេទបើសិនជាបងប្អូនចង់បំពងក៏បានជាមួយនឹងត្រីអាំងក៏បានឬក៏ចំហុយដូចនាងខ្ញុំនេះក៏បានដែរចាយើងញ៉ាំផ្ទាប់ជាមួយនឹងបន្លែនេះខ្ញុំដាក់បន្លែដូចជាស្ពៃក្តោបស្ពៃបូកគោហើយបើបងប្អូនចូលចិត្តបន្លែអីអាចបន្ថែមតាមចំណូលចិត្តបានប៉ុន្តែបន្លែដែលត្រូវជាងគេគឺស្ពៃបូកគោចាស្ពៃក្តោបហើយជីជាមួយនឹងតសក់នេះគឺត្រូវខ្លាំងមែនទែនតែម្ដងចាសម្រាប់បងប្អូនដែលធ្លាប់តែញ៉ាំជាមួយនឹងទឹកត្រីផ្អែមអញ្ចឹងបងប្អូនអាចសាកល្បងធ្វើជាមួយនឹងទឹកត្រីអំពិលទុំបែបនេះម្ដងគឺនេះខ្ញុំធានាថារសជាតិគឺឆ្ងាញ់មែនទែនអញ្ចឹងនេះខ្ញុំក៏សូមអរគុណសម្រាប់បងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ផងដែរបើសិនជាបងប្អូនពេញចិត្តในការចែករំលែកវិធីនៅក្នុងការធ្វើម្ហូបថ្មីៗបងប្អូនអាចជួយចុច like share ឬក៏ subscribe ដើម្បីទទួលបានវីដេអូនៃការធ្វើម្ហូបថ្មីៗផងដែរ